គំនិតមិនស្គាល់ប្រាណរឿងក្រពើធ្លាក់ពីលើដើមរាំងក្នុងរដូវកាលមួយដែលក្រពើមួយសំបុកបានញាស់ឡើងតាមបែបធម្មជាតិរបស់ខ្លួនលុះញាស់អស់ហើយក៏នាំគ្នាលូនចុះទៅកាន់ទីទឹកជាលំនៅឋាននិងឡើងគោកចុះទឹកតាមបែបប្រពៃណីរបស់ខ្លួនថ្ងៃមួយនោះនៅពេលដែលកូនក្រពើតូចឡើងមកលេងលើគោកតែម្នាក់ឯងក៏ស្រាប់តែជួបនឹងកូនត្រកួតមួយក្បាលដែលមានអាយុប្រហាក់ប្រហែលគ្នាពួកវាទាំងពីរក៏សំណេះសំណាលជាមួយគ្នាពីនេះពីនោះសត្វទាំងពីរក៏ចេះតែជួបគ្នាជាញឹកញាប់រហូតយូរទៅក៏រាប់អានគ្នានិងសុំគ្នាធ្វើជាមិត្តភក្តិពេលដែលសត្វទាំងពីរធំពេញរូបពេញរាងហើយនោះមានថ្ងៃមួយពួកវាទាំងពីរក៏ជួបគ្នាសំណេះសំណាលសាកសួរគ្នាត្រកួតសួរទៅកាន់ក្រពើថាតើការងាររបស់ឯងសប្តាហ៍ថ្ងៃនេះធ្វើអ្វីខ្លះទៅតាំងពីព្រលឹមរហូតដល់យប់នោះក្រពើតបវិញថាការងាររបស់ខ្ញុំគ្មានអ្វីក្រៅពីហែលទឹកចុះឡើងដើម្បីតែស្វែងរកចាប់ចំណីតែប៉ុណ្ណោះទេម្យ៉ាងទៀតបើទោះជាចង់ទៅណាមកណាឆ្ងាយពីបឹងនេះក៏មិនហ៊ានដែរព្រោះឪពុកម្ដាយរបស់ខ្ញុំគាត់ចេះតែខាត់ដោយបារម្ភពីរឿងនេះរឿងនោះមិនចេះចប់សោះត្រកួតក៏និយាយថាអោសម្លាញ់អើយរូបឯងប៉ុណ្ណេះអស់ទៅហើយទៅគិតអ្វីដោយកាលឯងនៅតូចទៀតនោះចំណែកខ្ញុំវិញណាគឺចង់ទៅណាក៏បានចង់ហែលទឹកក៏ខ្ញុំហែលបានចង់ដើរលើគោកក៏ដើរបានចង់រកចំណីលើដើមឈើក៏ខ្ញុំឡើងរួចដែរពោលគឺខ្ញុំមានសេរីភាពចង់ធ្វើអ្វីក៏បានដែរឲ្យតែចិត្តខ្ញុំចង់គឺមិនមែនសុញគំនិតខ្លាចនេះខ្លាចនោះដោយសម្លាញ់ឯងនោះទេគឺដូចឯងអញ្ចឹងទៅបានត្រឹមតែនៅចិត្តបឹងមិនឃើញអ្វីប្លែកអស្ចារ្យនៅខាងក្រៅថាវាអស្ចារ្យយ៉ាងណានោះទេកាលបើក្រពើបានស្ដាប់ហើយហាក់ដូចជាមានការជ្រួលច្របល់ក្នុងចិត្តចង់ឃើញពិភពខាងក្រៅដោយត្រកួតជាសម្លាញ់និយាយណាស់វាក៏ទៅសុំការអនុញ្ញាតពីមេបារបស់វាតែមេបាមិនព្រមឡើយដោយពន្យល់សពរឿងនិងប្រាប់ថាយើងជាក្រពើធ្វើមិនដេចទៅរស់តាមបែបត្រកួតបានទៅចូលកូនគិតឲ្យបានច្បាស់លាស់ក្រពើជាកូនស្ដាប់មិនចូលត្រចៀកសោះនៅអ្វីដែលមេបារបស់វាបានប្រាប់តែវាបានគិតតែក្នុងចិត្តថាក្រពើយ៉ាងម៉េចហើយត្រកួតយ៉ាងម៉េចគេធ្វើបានហេតុអ្វីក៏ខ្លួនធ្វើមិនកើតនោះក្រពើជាកូនមិនស្ដាប់តាមក្រពើជាមេបាឡើយថ្ងៃមួយជាឱកាសល្អសម្រាប់ខ្លួនមកដល់វាក៏បានលោភលួចរត់ឡើងគោកស្កាត់ណាត់ជួបធ្វើដំណើរទៅតាមត្រកួតរៀនរស់តាមត្រកួតជាសម្លាញ់របស់ខ្លួនចាកឆ្ងាយពីមេបាត្រកួតតែងតែបង្រៀនក្រពើឲ្យចេះចាប់ចំណីនៅលើគោកតែអ្នកដែលចាប់បានចំណីនោះគឺមានតែត្រកួតទេព្រោះវាជាអ្នករហ័សរហួនមើលមួនក្នុងការរស់នៅលើគោកស្រាប់រីឯក្រពើហាក់សប្បាយចិត្តណាស់ព្រោះថាទោះចាប់ដោយខ្លួនឯងបានឬមិនបានក្តីក៏មានត្រកួតជាអ្នកចាប់អាហារមកឲ្យឆីដែរពេលនោះក៏តាំងចិត្តគិតថាពិភពខាងក្រៅសប្បាយយ៉ាងនេះហេតុអ្វីបានជាមេបាអញហាមិនអោយមករួមរស់ជាមួយនឹងត្រកួតដែលជាសម្លាញ់របស់អញទៅវិញនោះគឺដោយសារតែពួកគាត់មិនដែលបានជួបនៅពិភពខាងក្រៅដូចអញម្ល៉េះហើយបានជាគាត់គិតតែពីខ្លាចនេះខ្លាចនោះក្រពើរស់នៅដោយសារទឹកពេលវេលាចេះតែដើរទៅមុខក្រពើក៏ចាក់ឆ្ងាយពីទឹកស្រកាក៏ចេះតែក្រៀមស្ងួតទៅណាមកណាក៏មិនរហ័សរហួនក្តីលំបាកក៏កើតមានដល់ក្រពើបន្តិចម្ដងតែត្រកួតក៏ចេះតែប្រាប់ទៅក្រពើថាសម្លាញ់ឯងទ្រាំបន្តិចទៀតទៅលុះយូរទៅឯងក៏អាចរស់នៅដូចជាខ្ញុំបានហើយថ្ងៃមួយទាំងត្រកួតទាំងក្រពើរកចំណីមិនបានសោះអស់កម្លាំងហេវហត់ជាខ្លាំងតែក៏ចេះតែប្រឹងលូនប្រឹងវាធ្វើដំណើរទៅមុខទៀតក្រែងពើប្រទះនឹងចំណីដើម្បីបំបត្តិក្តីស្រេកឃ្លានបន្តជីវិតទៅថ្ងៃមុខទៀតប្រឹងលូនប្រឹងវាទៅក៏បានឃើញដើមរាំងធំមួយដើមហើយក៏បានចូលជ្រកក្រោមដើមរាំងមួយដើមនោះដើម្បីបំបត្តិការនឿយហត់ខ្លះកំពុងតែសម្រាប់បានមួយសន្ទុះត្រកួតក៏ចោលភ្នែកទៅលើដើមរាំងក៏បានឃើញឃ្មុំចង្អេរមួយផ្លិតយ៉ាងធំវាក៏ភ្ញាក់មាត់ឡើងថាយីមិនដាច់ពោះស្លាប់ទេសម្លាញ់អើយឯងមើលណោឃ្មុំមួយផ្លិតនោះធំណាស់តើថាហើយត្រកួតក៏ស្ទុះឡើងទៅភ្លាមលុះដល់ហើយក៏ស្រែកប្រាប់មកក្រពើថាណែសម្លាញ់ខ្ញុំពិបាកនឹងយកទឹកឃ្មុំឲ្យឯងណាស់ចូលឯងឡើងមកយើងនឹងបានឆីទាំងអស់គ្នាឃ្មុំមិនមែនជាចំណីរបស់ក្រពើទេហើយក្រពើឯណាជាអ្នកឡើងដើមឈើរួចនោះតែដោយក្តីស្រេកឃ្លានផងនិងហាត់រស់តាមត្រកួតផងក៏សាកល្បងឡើងដើមរាំងតាមការហៅរបស់ត្រកួតក្រពើប្រឹងលូនប្រឹងវាប្រឹងតោងឡើងតែឡើងបានត្រឹមតែពាក់កណ្ដាលដើមតែប៉ុណ្ណោះក៏របេះដៃធ្លាក់មកដីវិញធ្វើឲ្យបាក់ទាំងដៃបាក់ទាំងឆ្អឹងខ្នង
រងរបួសយ៉ាងដំណំគ្រោះនោះបានធ្លាក់មកលើក្រពើមួយនេះណាមួយហត់ហេវណាមួយក្រៀមស្រកានិងណាមួយបាក់ដៃបាក់ឆ្អឹងខ្នងទៀតរីឯត្រកួនក៏មិនអាចជួយអ្វីបានពេលនោះក្រពើយំសោកបោកខ្លួននឹកឃើញពាក្យស្ដីថារបស់មេបាតែមិនដឹងថាអាចរក្សាជីវិតបានទៅជួបមេបាបានឬមិនបានផងទេក្រពើលាត្រកួនត្រឡប់ទៅរកមេបាវិញវាប្រឹងលូនប្រឹងវានឹងដង្ហើយហៅរកមេបាឲ្យជួយទាំងក្តីឈឺចុកចាប់ពេញអង្គប្រាណនិងស្ដាយគំនិតពិតមិនស្គាល់ប្រាណមិនបានស្ដាប់អង្គមេបាលុះមកជិតដល់មាត់បឹងដែលខ្លួនធ្លាប់ស្នាក់អាស្រ័យនោះហើយក៏ដាច់ខ្យល់ខ្សែជីវិតទៅនាពេលនោះហោងព្រោះរាងកាយធន់លែងបាននឹងការឈឺចុកចាប់ខ្លាំងពេកប្រើគំនិតដើម្បីឲ្យស្គាល់ខ្លួនឯងយកគំនិតថ្លឹងថ្លែងគំនិតយកគំនិតវិនិច្ឆ័យគំនិតយកគំនិតឆ្លោះបញ្ចាំងគំនិតមុនសេពគប់ត្រូវស្គាល់ខ្លួនឯងនិងអ្នកដទៃឲ្យបានច្បាស់លាស់